ខ្ញុំសំរងស៊ីជាប្រធានគណៈបកសង្គ្រោះជាតិខ្ញុំមានការឈឺចាប់និងការសោកស្ដាយយ៉ាងខ្លាំងបន្ទាប់ពីបានទទួលដំណឹងថាថ្ងៃនេះមានការបង្ហូរឈាមរវាងខ្មែរនិងខ្មែរនៅសួនឧស្សាហកម្មកាណាឌានៅតាមដងផ្លូវវែងស្រេងរាជធានីភ្នំពេញគឺមានការបាតុកិច្ចគ្នាយ៉ាងធ្ងន់ធ្ងររវាងកម្មករដែលកំពុងតែធ្វើកតកម្មនិងកងកម្លាំងប្រដាប់អាវុធបញ្ជាដោយរដ្ឋាភិបាលខ្ញុំសូមអំពាវនាវឲ្យភាគីទាំងសងខាងដកខ្លួនដកថយរៀងខ្លួនទាំងកម្មករទាំងកងកម្លាំងប្រដាប់អាវុធដើម្បីបញ្ឈប់អំពើហិង្សាទាំងនោះជាបន្ទាន់ចំពោះកូនក្មួយកម្មករខ្ញុំគាំទ្រកូនក្មួយពេជ្រលំហឹងក្នុងការទាមទាររបស់កម្មករកម្មការិនីឲ្យបានប្រាក់ខែយ៉ាងតិច$160តែដើម្បីទាមទារសម្រេចបានដោយសេចក្តីប្រាថ្នាយើងត្រូវតែប្រើវិធីអហិង្សាគឺអ្វីៗដោយសន្តិវិធីហើយចំពោះកងកម្លាំងប្រដាប់អាវុធបងប្អូនអ្នកការពារជាតិក៏ជាខ្មែរដែរហើយមិនត្រូវប្រើអាវុធមកលើប្រជាពលរដ្ឋខ្មែរដូចគ្នាទេសូមបងប្អូនកងកម្លាំងប្រដាប់អាវុធក៏ដកខ្លួនថយហើយបញ្ឈប់ជាបន្ទាន់ការវាយប្រហារមកលើប្រជាពលរដ្ឋខ្មែរដូចគ្នាខ្ញុំសូមអរគុណបងប្អូនទុកជាមុនហើយជឿជាក់ថាបងប្អូនទាំងសងខាងគឺអាចនិយាយគ្នាបានគោរពគ្នាទៅវិញទៅមកហើយបញ្ឈប់ជាបន្ទាន់នៅការបាតុកិច្ចគ្នាធ្វើឲ្យមានការបង្ហូរឈាមរវាងខ្មែរនិងខ្មែរដោយថ្ងៃនេះគឺជាថ្ងៃទី3ខែមករានេះសូមអរគុណ